work while you travel. Sounds easy, right? Welcome back to another episode. In this video, I will show you my whole trip to Siem Reap. And this trip is so busy. I'm doing translation work, filming stock video for my company, and making video for my own channel. I also brought my family so we can explore Siem Reap together. How do I balance these 4 jobs on one trip? Let's find out together. I wanna spend the night at hers and bring her one of my t-shirts so it smells like her perfume. ឥឡូវនេះខ្ញុំបន្តសៀមរាបឯអ្នកនរគ្នាហើយខ្ញុំនឹងថតសកម្មភាពទេសភាពនៅតំបន់សៀមរាបនៅខាងផ្នែកអង្គរផងដែរហើយយើងនឹងប្រើជាមួយនឹង FX 30របស់យើងកន្លែងនេះ ND filter ហើយជាមួយនឹង DJI mic ហើយអីដែលខ្ញុំហើយយើងមានមួយទៀតគឺ lens wide របស់ Samyang 12mm សម្រាប់យកquay angle manual focus អូខេតោះ let's go នេះគឺជា backpack យើង right now and with couple Why it took so long to realize. Oh, you know that I love you, អូខេ babe. អ្នកទាំងអស់គ្នាឥឡូវនេះយើងមកខាងតំបន់ខាងមុខផ្លូវទៅអង្គរប៉ុន្តែខ្ញុំបត់នៅកន្លែងនេះហើយខ្ញុំបានឃើញកន្លែងមួយដល់មកគីដូចតែគេចាស់ណាយ៉ាឥឡូវយើងនឹងសាកថត Okay, let's see. Yeah, I love you, baby. No matter right or wrong, I was caught by surprise. Don't know why it took so long to realize. Oh, you know that I love you, baby. ហើយនៅពេលដែលយើងធ្វើដំណើរមកតាមផ្លូវទៅអង្គរគឺយើងបានឃើញទេសភាពមួយស្អាតមែនទែនណានេះកន្លែងដែលហ៊ុំព័ទ្ធដោយមាត់ទឹកអញ្ចឹងយើងនឹងថតយកប្លង់នេះមួយទៀតជាមួយនឹងម៉ូតូខ្ញុំដាក់ម៉ូតូពណ៌ក្រហមថប់ផលដើម្បីរំលេចវាជាមួយនឹងពណ៌ធម្មជាតិ I don't know where she came from. Oh my Kinda God. turned me upside down. I just don't know what to do. I wanna spend the night at hers and bring her one of my t-shirts so it smells like her perfume. Now I really get មិញនេះ what the ខ្ញុំ love songs ឃើ are ញគេជិះ talking កង់អញ្ចឹងខ្ញុំ about. នឹងរងចាំរហូតដល់ពេលដែលគេជិះកង់ And I just wanna tell her how I feel, screaming out ឃើញ loud. អំពី feel របស់ Have you ever been in love? wow Have you ever lost your head? Have you felt like you were out of breath when you saw her in that dress? When your heart is beating fast and you're sweating and you can't stop looking at her smile, then you've been in love. And after filming at the morning time, I go back to hotel and spend time with my family. We really had a wonderful time together. My daughter looked so happy. She played so hard. And she fell fast asleep. ឥឡូវនេះយើងកំពុងតែជិះម៉ូតូអគ្គិសនីនៅជុំវិញតំបន់សៀមរាបទៅកាន់ទីតាំងនិងកន្លែងដែលយើងចង់ថតបន្ថែមទៀត Oh my god មិញទៅ check មើលថាខ្ញុំបានប្រើ noise reduction អត់បានចុចអញ្ចឹងប្រហែលជា clip មុនឮសំឡេងច្រើនឥឡូវនេះខ្ញុំបានចុចទៅលើមុខងារ noise reduction កុំឲ្យសូវឮអាសំឡេង noise ខាងក្រៅពេក ខ្ញុំប្រើ DJI ហើយដែលខ្ញុំកំពុងថតនេះក៏ DJI ដែរ Action 5
វាល្អពីមុនខ្ញុំធ្លាប់ GoPro 12ហើយខ្ញុំឆ្លាញ់ GoPro ឆ្លាញ់ color វាប៉ុន្តែខ្ញុំ challenge ផងថាពេលដែលខ្ញុំថតនៅកន្លែងល្ងិត GoPro វាល្ងិតពេកវា copy អាផ្នែកដែលយើងមើលអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តថាចង់ដូរវាមកកាន់ DJI ម្ដងហេតុផលទី1គឺវាឲ្យពលឺយើងស្អាតហើយនឹងហេតុផលទី2គឺវាងាយស្រួលជាមួយនឹងម៉ៃរបស់ខ្ញុំអត់ចាំបាច់ត្រូវការconnect អីច្រើនគ្រាន់តែពេលដែលខ្ញុំ connect ជាប់ម្ដងហើយថ្ងៃក្រោយពេលដែលខ្ញុំបើកវាមកវា connect automatic លឿនហ្មងបើនោះខ្ញុំត្រូវចូល setting កុំពេលដែលខ្ញុំត្រូវបើកកាមេរ៉ាអញ្ចឹងពេលដែលខ្ញុំចុចថតហើយខ្ញុំពេលខ្លះខ្ញុំ save memory ខ្ញុំចុចបិទវិញខ្ញុំបើកវិញខ្ញុំត្រូវ connect វាម្ដងទៀតវា take time សម្រាប់ខ្ញុំជាអ្នកដែលថតខាងក្រៅចង់បានអីលឿនព្រោះខ្ញុំត្រូវ set up gimbal tripod ផងហើយខ្ញុំត្រូវ set up កាមេរ៉ាធំនេះខ្ញុំផងវាត្រូវការចំណាយពេលច្រើនវាធុញពេលខ្លះអត់ចង់ថតបណ្ដោយតែពេលដែលការងារនឹងវាច្រើនពេក Here I am stepping into Angkor Wat. As you can see, there is an incredible sense of peace here. I absolutely love it. It feels like it's just me, nature, and the ancient temple. Yeah, okay ទាំងអស់គ្នាឥឡូវនេះខ្ញុំបានចំណាយពេលមួយថ្ងៃវិញក្នុងការថតយកទេសភាពនៅក្នុងតំបន់អង្គរហើយពិតជារីករាយមែនទែនដែលខ្ញុំមានពេលវេលាក្នុងការថតអត់ដែលគិតថាយើងមានពេលមកថតអញ្ចឹងឯងដោយសារតែយើងមានគ្រួសារយើងមានកូនហើយថ្ងៃនេះគឺខ្ញុំឆ្លៀតមកថតចំណាយពេលមួយថ្ងៃពេញអញ្ចឹងក៏ដោយសារតែខ្ញុំត្រូវថត content ឲ្យក្រុមហ៊ុនយើងហើយអញ្ចឹងឆ្លៀតពេលដែលខ្ញុំចេញទៅថតវីដេអូទុកជា stock សម្រាប់ content វីដេអូរបស់ក្រុមហ៊ុនហ្នឹងខ្ញុំអាចចំណាយពេលជាមួយនឹងទីក្រុងបុរាណហ្នឹងហើយខ្ញុំអាចថតសកម្មភាពនៅក្នុងតំបន់ក៏វាពិតជាអស្ចារ្យមែនទែនព្រោះថានៅសៀមរាបយើងដឹងហើយជាទីក្រុងបុរាណដែលពោពេញទៅដោយរុក្ខជាតិដើមឈើហើយបរិស្ថានស្អាតពេលដែលខ្ញុំកំពុងថតហ្នឹងយើងដូចជានៅតាមដងផ្លូវដែលវាមានដើមឈើធំធំជាច្រើនដែលវាអាចធ្វើឲ្យដងផ្លូវដែលយើងកំពុងធ្វើដំណើរហ្នឹងវាផ្ដល់នូវអារម្មណ៍ដែលត្រជាក់ស្ងប់ស្ងាត់ហើយក្តីសុខសម្រាប់អ្នកធ្វើដំណើរអូខេឥឡូវខ្ញុំអត់មានអីនិយាយច្រើននេះទេខ្ញុំគាត់ចង់សង្ខេបថាយើងបានថតសកម្មភាពនៅតាមដងផ្លូវជាមួយនឹងការជិះកង់ហើយសកម្មភាពជិះម៉ូតូហើយកន្លែងសាលាកូនក្មេងដែលគាត់មកគាត់ចេញពីរៀននៅជុំវិញប្រាសាទអង្គរវត្តហ្នឹងពិតជាល្អហើយសង្ឃឹមថាខ្ញុំមានពេលវេលាអញ្ចឹងម្ដងទៀតហើយខ្ញុំនឹងថតឲ្យបានច្រើនជាងនឹង I don't know where she came from. Kinda turned me upside down. I just don't know what to do. I wanna spend the night at hers and bring her one of my t-shirts so it smells like her perfume. Now I really get what the love songs are talking about. And I just wanna tell her how I feel, scream it out loud. Have you ever been in love? Have you ever lost your head? Have you felt like you were out of breath when you saw her in that dress? When your heart is beating fast and you're sweating, you can't stop looking at her smile. Then you've been in love. That's how you know you've been in love. There's something about the way she laughs.